สุทางไอ้มันไหนตีมันตีบังปลาขยำเคลียนแม่ก็ถ้าวิจิตสกอตเต้เบียร์ล้อมันติดได้บังปลาตาปวดยังแต่นาแต่ตีนาก็ได้เอาแต่พวกเชียงรถรุ่ยพวกเชียงแต่ดาวตีนาคือได้ตีนูสงครามนครชูกระเมฆมันสงบมันไตรทมนครตันตีอุยเลือกตัวปากบ่อกายชมุนครเจสูรูปหนึ่งกราวลังต่อตู้จุมินนครตานขังจึงขนมพิบจลาจอสีอุนิวก็โจเจนปีอำนาจเนี่ยหัดคุณวักหัดสนิทคุณขังไกลช่วยขังขนมสมรบสมไรกำหังสงบกำลังสมาร์ดวิญญาณเตียงประมุยวิญญาณสมรบเป็นประสบเนยเนี่ยเด็กสกอชบ้านได้ก็ลงเพลงคือโดยเชียมบอสไซนิงโดยสวัสดิ์ขมิ้นชนล้อสมไรวิญญาณสมเลงเนี่ยอาจดับลือพรำใบตึงใบใจสมเลงตามเพลตึกดาวรบปอนยุยวิญญาณกำหังใจกำลังเช่นเนี่ยคลุนสราโดยตรจิกรรมอาจบุญลื่นโดยเจ็บรุนวิญญาณสงบอารมณ์ดังเนี่ยได้มีเขียนวิญญาณชีวหาวิญญาณเลือกปีมนุษย์ธรรมดาสกอครุบธนำปืครุบประเภทวิญญาณกำลังเนี่ยได้มีกำลังคลั่งคลาอาจปรุมลุ่มพนุมบานเลือกพนุมฉลองตุนลีขมิ้นมนุษย์นาอาจตุบตุลหนึ่งวิญญาณกาปงบุเจ็ดชีเนี่ยเป็นประสบกรุบกรองสมาร์ดได้มนุษย์ชีเนี่ยคลั่งจิงเก้ขนมวิญญาณแตงประมุยเนี่ยเธอกรุบกรองอาจยังปัดบังเจ็ดสเตะหัดคุณขนมการลำบากมวยชีวิตก็ปิบาชเนี่ยวิญญาณแตงประมุยมีนดำนาธาเนี่ยการมีวิญญาณแตงประมุยรอบโรชนำได้ปีบ้าหนึ่งจูมนี่หาธาเนี่ยฉมบังไม่ขี้ លោកមួយទំនេះជាក្បួនដើរតារាទាំង7ពលខាងជើងបំបីទីតាំងទំវិញ្ញាណកម្លាំងវិញ្ញាណសម្ដែងទុនខ្សោយស្ដាប់សម្ដែងដើរបំបីកម្លាំងលោកមួយទំចំណុចអ៊ីហឹងវិញ្ញាណកំហឹងគឺអាចបំបីស្មៀតវិញ្ញាណសម្រុកលោកមិនតំចំណេញយ៉ាងគួនវិញ្ញាណសម្រុកតែមិនជ្រៅដល់លោកមិនតំទេចំណុចបំបីគេទាំង3គឺបានបង្ហាញ
សូមអញ្ជើញ ម្ចាស់វិមានក្បួនអារាមប្រពររបស់វិមានពេទូល្បីល្បាញក្រោមមេឃការតាំងសិលម្ចាស់វិមានក៏រត់ទៅខ្ពស់មិនអាចវាស់បានឈិនជីទទួលមេរៀនហើយ លោកមិនទាន់ឈិនស្នៀតដៅហោះលើគូនពិតជាអស្ចារ្យមែនពិតជាអ្នកក្លាហានវ័យក្មេងលោកម្នាក់នេះគឺរតពូកែគឺប្រែវិញ្ញាណស្ងប់បែងចែកដឹងពីភាពដែលមកដូចគ្នានៃបំណងបដូរនៃកម្លាំងវិញ្ញាណគ្រប់ប្រភេទគឺប្រកាសជាវិនកើឈិនគ្រាន់តែទទួលការស្រឡាញ់លើកដំកើងពីមិត្តភ័ក្តិពិភពគុណលោកម្ចាស់សោយច្មោកហើយ ខ្ញុំល្បីយូរណាស់មកហើយអ្នកហាត់គុណក្រោមមេឃចេញពីបៃទូតែពេលនេះស្ថានភាពច្បុកច្បល់គឺក្រោមមេឃមិនស្ងប់ព្រះអង្គបញ្ជូនខ្ញុំឲ្យមកអញ្ជើញម្ចាស់វិមានចុះពីភ្នំចូលរាជការជួយបំបុកទ័ពឲ្យមហាសួយយើងព្រះអង្គរងចាំនៅនគរ ខ្ញុំមិនគប្បីនឹងការពឹងពាក់របស់លោកមួយទ័ពហើយ មិនអីទេវិមានបៃទូគឺជាកន្លែងប្រកួតក្បាច់គុណក្រោមមេឃអំនួនបន្តិចក៏ជាការធម្មតាដែរ លោកមេតបគឺមានចិត្តប្រមូលអ្នកពិភពគុណចេញកម្លាំងគឺដើម្បីប្រទេសជាតិមហាសួយសាលាក្បាច់គុណច្រើនគង់តែអាចនឹងមានអ្នកមានទេពកោសល្យទេរកមិនបានអ្នកតោងកន្ទុយក៏មិនតិចនោះដែរ មិនបានជួបគ្នាប្រហែលថ្ងៃវិញ្ញាណសម្រុករបស់អ្នកនាងគឺពិតជារីកចម្រើនមែន បងប្រោបងពិតជាបាញ់ព្រួយមកខ្ញុំគឺកិច្ចហើយបាញ់ត្រូវជាយានគិតយ៉ាងម៉េច ឯងណាចាំបានអ្វីឯងនិយាយនឹងខ្ញុំទេបើឯងបដ ឲ្យម្ចាស់រត់ផ្ដេសផ្ដាស់នោះត្រូវធ្វើតាមច្បាប់ទ័ពសម្រាប់ ខ្ញុំសុំទៅស្លាប់លោកមិនតបលើកឡើងទោសក្រៅចាងហេតុអីក៏អញរឿងអីក៏ទម្លាក់លើខ្លួនឯងបងប្រោខ្ញុំក៏ចង់មកមើលទស្សនវិជ្ជាប្រកួតក្បាច់គុណបន្តិចថ្ងៃក្រោយក៏ស្រួលជួយដល់បងប្រុសមួយពីរលោកពូមិនថាត្រូវទេ អូអ្នកនេះគឺមានឆន្ទៈវែងឆ្ងាយមិនខុសដែលជាកូនស្រីគ្រួសារមេតបទេ លោកវុនលោកក៏លោកវិទ័ពសាលាស្រុកបញ្ជូនសម្បត្តិមកថាថ្មីនេះបានជួបនឹងការលួចវាយឆ្មក់មិនច្បាស់ស្ថានភាពសង្ឃឹមថាលោកមេតបប្រញាប់ទៅជួបពិភាក្សាគ្នាគឺនរណាថ្លំធំបែបនេះនោះគឺវាមានសានហើយផ្លូវត្រឡប់ទៅរាជធានីអាចឆ្លងកាត់ក្រុងឈិនឈីវឲ្យពួកគេទៅឈិនឈីវពិភាក្សាគ្នាចុះ ខ្ញុំក៏តែក្បាច់គុណចាយហ្វឹងពូកែជាងបៃទូ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 គុណពីហើយមិនបាននោះទេបងរត់លេងរួចហើយមានរឿងអីទៅមែនខ្ញុំជួយស្ពាយឲ្យបងចាស់ មិនឲ្យជួយទេមួយថ្ងៃ10យួនគឺត្រូវតែរត់ឲ្យអស់ក្រឡើងទៅ បងគឺជាសិស្សច្បងធំកម្លាំងរបស់បងប្រកាសជាខ្លាំងជាងខ្ញុំហើយមិនយុត្តិធម៌នោះទេ សុភិញសូមបីសួរថាមនុស្សស្រីម្នាក់ក៏អាចស្ពាយឯងក៏ប្រុសទ្រង់5ហាត់ ក្រោយត្រូវហើយមែនហើយ លោកភិញឯងបែបនេះចៃហ្វងពួកយើងក៏យកឈ្នះបៃទូបែបណា សិស្សច្បងធំបៃទូគឺជាកន្លែងអ្វីគឺជាសាលាក្បាច់គុណធំជាងគេនៅឯចិនជើមិនហ៊ានត្រូវយកឈ្នះបៃទូបាក់ឆាយហ្វឹងពួកយើងសូម្បីតែកៅសំសួនក៏គ្មានស្លៀកផងណាហាមាត់ធំដូច្នេះក៏ខ្លាយទៅជាសំណៃរបស់គេត្រូវមែនម្យ៉ាងពេញទៀតនោះគឺនៅមានអ្នកទាញជើងទៀត
បងប្រាប់ខ្ញុំធ្លាប់ត្រូវរបួសរាងកាយទន់ខ្សោយបានអ្នកណាមិនសុខចិត្តប្រកួតជាមួយខ្ញុំទេសើច្បងធំចកែរបស់ខ្ញុំក្រិចហើយថ្ងៃនេះលើកលែងរួចហើយ ជប់លេងឈ្នានីទៅលបែងឯងបន្តិចនេះក៏ហកខ្ញុំបានទៅទេបាក់ចាយផងគឺមិនមាននរណាម្នាក់ចោលក្រុមទេទោះជាសិស្សខ្សោយជាងគេបំផុតក៏មិនបានដែរឯងស្ដាប់បានទេក្រោកឡើងទៅតតបងប្រុសទុកឲ្យខ្ញុំជួយបងណាក្បាច់គុណចៃហ្វឹងបកែជាងបៃទូក្បាច់គុណចៃហ្វឹងបកែជាងបៃទូហើយពិតជាធ្ងន់បាច់គុណចៃហ្វឹងបកែជាងបៃទូគឺវិញក៏ឈិនបងមើលច្បាស់ហើយបងបានសើបរួចហើយគេជួយរៀបរៀងចៃស៊ីហ្វានឲ្យបងទៅរកគីមផ្លែនប្រយ័ត្នផងណាភារកិច្ចមើលទៅមិនអាចបញ្ចប់បានទេយើងរត់ទៅខាងកើតក្រុមលោកភិញសាច់ច្បាំងធំលោកភិញគាត់តែបង្គន់បាត់ហើយជិះចេញសាច់ច្បងហេតុអីក៏លោកភិញគេចេះតែគិតបែបនេះណាមេធបឈិនលោកធ្វើដំណើរផ្លូវឆ្ងាយពិតជាលំបាកខ្ញុំនិងលោកម្ចាស់គឺត្រៀមស្រាលល្អរួចទៅហើយដើម្បីទទួលអ្នកទាំងអស់គ្នាដើម្បីសប្បាយទាំងអស់គ្នាជុំនេះជិតអស់ជីវិតមនុស្សហើយនៅមានអារម្មណ៍ហូបបាយទៀតអញ្ជើញធ្វើសួរថាធ្វើស្អីខ្ញុំគឺចង់ចូលលវិនមានរឿងសំខាន់ចង់ប្រាប់គាត់ចាប់ចេញទៅចាប់ចេញទៅដូចជាស្លាប់វិជាសអត់ហើយមកបានបែបណាខ្ញុំមិនដឹងទេក្រោយពីបដិមួយទទួលបានវត្ថុនេះហើយគឺស្លាប់ឬមួយក៏បាត់ខ្លួនប៉ាក់ហ្វុងលីងដែលនៅច័ន្ទជៅផ្ញើសម្បត្តិមកសូមជំនួយពីខ្ញុំបាទហើយក៏ទទួលបានផ្លាកបញ្ជាសានហើយមកលោកមេតបឈិនខ្ញុំក៏យល់ថារឿងនេះគឺមិនធម្មតាដែរទើបអញ្ជើញមេតបឈិនមកពិភាក្សាគ្នាបន្តិចទៅមើលរឿងនេះពិតជាចម្លែកលោកមេតបខ្ញុំយល់ថានេះគ្រាន់តែជាការប្រកួតប្រជែងពិភពគុណធម្មតាតែប៉ុណ្ណោះចំពោះមុខគឺត្រូវបញ្ញាប្រមូលទ័ពវិញ្ញាណវិញកុំឲ្យខកខានចំពោះរឿងទាំងអស់នេះអីលោកពូវិនហាត់តែអស់ជីវិតមនុស្សសាលាស្រុកគ្មានហាត់ផងអង្គុយមើលមករវល់ទេអាសានស្ដាប់មេតបវិននិយាយឲ្យចប់សិនទៅបានទេអ្នកនាងពិភពគុណគឺមានវិន័យពិភពគុណបើលោកមេតបជ្រៀតចូលគ្រាន់តែអាចរំខានច្បាប់ពិភពគុណម្យ៉ាងទៀតខកខាននៃការរកវិញ្ញាណធំក៏ព្រោះតែរឿងនេះជាមិនខានទេខ្ជិះខ្ជាយដល់ចិត្តលំបាករបស់ព្រះអង្គហើយគឺមិនស័ក្តិសមទេលោកម្ចាស់អ៊ុយគឺទៅឯជិនជើមានកេរ្តិ៍ឈ្មោះនៅឯសំណាក់អ៊ុយសម្បូរអ្នកខ្លាំងសង្គ្រោះរឿងនេះគឺផ្ញើសម្បត្តិឲ្យគ្រួសារអ៊ុយគឺមានហេតុផលឲ្យលោកម្ចាស់អ៊ុយដោះស្រាយបញ្ហានេះណែលោកមេតបឈិនខ្ញុំគិតមិនបានដិតដល់សូមលោកមេតបឈិនលើកលែងទូផង
អញ្ចឹងរឿងនេះប្រគល់ឲ្យមេតបអួយសូមឲ្យលោកម្ចាស់ឈិនជួយផងកុំឲ្យចោលនៅក្រៅច្បាប់បិសោះ បាទ បងប្រុសបងពិតជាឆាប់រវល់ហើយយេ លេងយូរយ៉ាងនេះហើយឯងគួរតែត្រឡប់ទៅផ្ទះហើយស្ដាប់សម្ដីណា បងមិនទៅខ្ញុំទៅ ឯងធ្វើស្អីឯងមិនត្រូវការជីវិតទេ សេចក្បងធំ ឯងមើលសំណាក់មន្ត្រីឯងប្រយ័ត្នត្រូវព្រួយគេបាញ់ស្លាប់ទៅរឿងនេះសង្ឃឹមថាលោកទាំងពីរស៊ើបឲ្យបានច្បាស់ណា ហើយ លោកភីទៅយើងមិនតន់គិតបញ្ជីឯងចាក់ចេញពីក្រុមទឹកចិត្តឯងនឹងឯងដឹងទេ ចលច័ន្ទលោកបែរ អូសេចក្បងធំសេចក្បងធំ សាច់ច្បាំងធំ លោកភីនៅចាំបានប្រភពនៃកម្លាំងវិញ្ញាណទាំង6ដែលលោកគ្រូបង្ហាត់ឯងទេ សេចក្បងធំខួរក្បាលខ្ញុំមិនសូវល្អប្រាស្ដាប់អ្វីក៏មិនសូវឮឈឺក្បាល សេចក្បង ដុំថ្ម អូនេះសេចក្បងកាន់តិច វ៉ាវ ចាអ្នកហាត់គុណក្រមវិញហេតុអីត្រូវសំពះគ្រូហាត់គុណរើសយកវិញ្ញាណមួយតាំងសិលក្រោយមកក៏សម្រេចបានវិញ្ញាណ2ឡើងចុងក្រោយមានសមត្ថភាពសម្រេចបានវិញ្ញាណ5ខ្ញុំប្រើមិននេះជាវិញ្ញាណសម្រុកមើលច្បាស់ចលនាកន្លោស្រាទើបអាចបាញ់តែម្ដងត្រូវចំណុចលោកពេញប្រហែលជាលោកគ្រូពីមុនក៏ធ្លាប់បង្រៀនវិជ្ជាបាញ់ព្រួញថ្ងៃនេះបើឯងអាចបាញ់បានដូចខ្ញុំអញ្ចឹងខ្ញុំគឺមិនពិន័យឯងទេ ឡមក អន់មែន ពិតជាខ្មាស់គេដល់ហើយអន់ពេកយ៉ាង គេហៅថាពួករលួយអន់មែនអត់បានការទេ